activity, I have learned how to make porridges and learn of all the ingredients to make porridges. ពេលដែលគាត់រៀនមេរៀននឹងហើយគាត់អាចជួយម៉ាក់ប៉ារបស់គាត់ក្នុងការធ្វើបបរជាអាហារពេលព្រឹកឬក៏ពេលល្ងាចអីញ៉ាំជួបជុំគ្រួសាររបស់គាត់នៅពេលដែលគាត់ត្រឡប់ទៅផ្ទះវិញគឺសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងយើងមានបំណិនជីវិតពីការធ្វើបបរគ្រឿងអញ្ចឹងតិចទៀតអ្នកគ្រូនឹងណែនាំគ្រឿងផ្សំរបស់យើងមួយឲ្យអូនបានស្គាល់គ្រឿងផ្សំទី1យើងហៅថាអង្ករចាយើងមានអង្ករបង្គាក្រៀមនិងមឹកក្រៀមផ្សិតចំបើងប្រេងឆាប៉ាតេសណ្តែកបណ្ដោះស្លឹកជីនិងស្លឹកខ្ទឹមក្រូចឆ្មាទឹកត្រីម្រេចអំបិលខ្ទឹមបំពងម្សៅស៊ុបខ្ទឹមសស្ករហើយនិងប្រេងខ្យងចំពោះសាច់របស់យើងមានសាច់ជ្រូកនិងបង្គាចាចំពោះគ្រឿងបន្ថែមទៀតគឺយើងមានចាក់ខ្វៃអញ្ចឹងដើម្បីធ្វើបបរគ្រឿងបានកូនត្រូវEllie, Hello. what are you doing today? We are making porridge. Ah, okay. Do you like eating porridge? Yes. Hello, Patir. Yeah, teacher. May I ask you a question? Sure. Okay. What have you learned from this activity? This activity, I have learned how to make porridges and learn of all the ingredients to make porridges. Oh, okay. Is it your first time making porridge? Yes, it is my first time Okay. making porridge. How do you feel about this cooking? I feel excited and very happy to learn how to make porridge. Okay. Thank you. Nhiều xuân này cô. Muốn thay bạn là cô lực ca thu bảo một điểm bộ quát ngày đi đây này cô. ដោយសារខ្ញុំចង់ឲ្យគាត់ដឹងពីរបៀបចម្អិនបបរគ្រឿងក៏ដូចជាពេលដែលគាត់រៀនមេរៀននឹងហើយគាត់អាចជួយម៉ាក់ប៉ារបស់គាត់ក្នុងការធ្វើបបរជាអាហារពេលព្រឹកឬក៏ពេលល្ងាចអីញ៉ាំជួបជុំគ្រួសាររបស់គាត់នៅពេលដែលគាត់ត្រឡប់ទៅផ្ទះវិញអ្នកគ្រូចា៎ ចុះនៅសប្តាហ៍ក្រោយអ្នកគ្រូអាចនឹងបង្រៀនអីគាត់ដែរអ្នកគ្រូអាចប្រាប់បានអត់ សុំលាក់ទុកសិនអញ្ចឹងលោកប៉ែអ្នកម៉ាក់អាចតាមដានទស្សនានៅក្នុង page របស់យើងបានថាតើសប្តាហ៍បន្ទាប់យើងនឹងធ្វើអីបន្តទៀតអរគុណអ្នកគ្រូ